Ok, video này cứ nhóm số pi được biết configure internet access là marketing. Chẳng thì mũi nhưng số theo tôi tên nâng ca assign IP từ lời interface mũi mũi tới dân assign IPយ៉ាងmấy. Tí pi cứ nhóm số pi được biết configure DHCP server đầm bay provide IP automatic ở client LAN នឹងទី3គឺខ្ញុំបង្ហាញតទៅនឹងធ្វើយ៉ាងណាឲ្យ client LAN នេះ access internet បានដោយនៅលើ marketing នេះអញ្ចឹងនៅក្នុង diagram នេះគឺខ្ញុំមាន IP public មួយដែលបានពី ISP អញ្ចឹង IP public ដែលខ្ញុំមានគឺ 172.22.101.238 និង gateway របស់ខ្ញុំគឺ 172.22.201.232 អូសំទោសgateway របស់ខ្ញុំគឺចុចពីចុចពី54បាទអញ្ចឹងនៅលើ gateway របស់ខ្ញុំគឺចុចពី54អញ្ចឹងខ្ញុំធ្វើយ៉ាងណាដើម្បីឲ្យ net LAN 12.10.0 12.11.10.0 នេះឡើងអ៊ីនធឺណិតបានណាអូខេ start ទាំងអស់គ្នាយើងមើលតើតើនឹង basic របស់ marketing ជា default marketing គឺ IP address របស់ marketing គឺ 192.168.88.1 គឺ IP subnet 24ដែលនឹង default username admin password blank គឺទេអញ្ចឹងយើង login ទៅប្រើ user admin enter អូខេអញ្ចឹងខ្ញុំយក client មួយដើម្បី access ទៅលើ marketing របស់ខ្ញុំអូខេ PC client របស់ខ្ញុំ assign IP នេះ 192.168.88.2 ដែល range ជាមួយរបស់ marketing អូខេខ្ញុំ pin អូខេស្គាល់យើង start ជាដំបូងគឺយើងអាច access តាម IP នឹងមក web នឹងមក http 192.168.88.1 អូខេយើងអាច download tool Winbook វាមកប្រើតែខ្ញុំ download ហើយអូខេយើងអាច click download មកដើម្បីយកទៅប្រើ save គឺយើងអាច configure តាម web នេះក៏បានយើងអាច configure លើ web តាមរយៈជា web អូខេខ្ញុំត្រូវប្រើ toolbox ដែលខ្ញុំ download មក Winbook នេះខ្ញុំ download មកពីវីដេអូអូខេ IP ពីនេះ connect ទៅ interface នេះ interface ដែលយើង connect ជាមួយ router user admin password blank មិនមានអូខេ connect អូខេតទៅពីយើង login យើងឃើញផ្ទាំង Winbook អូខេនៅលើហ្នឹងគឺយើងអាច configure ជាតាមរយៈជា interface add pop up ឬក៏យើងប្រើតាម command មក terminal អូខេគឺខ្ញុំសូយើងតាក់ទងទៅនឹងតាមរយៈ interface អូខេ IP address គឺខ្ញុំ assign IP អូខេ default ethernet port IP ពីនេះអញ្ចឹងខ្ញុំនឹងខ្ញុំរក្សាទុកនៅ ethernet 1នេះដែរគឺខ្ញុំយក ethernet ទី2ដាក់ខ្ញុំយក ethernet ចុងក្រោយគេគឺ ethernet ទី4 port ទី4របស់ខ្ញុំទៅ connect ជាមួយនឹងនេះជាមួយ interface មកមាន 4 ethernet 4អញ្ចឹងខ្ញុំយក port ទី4នេះដើម្បី connect ទៅជាមួយ ISP អញ្ចឹងខ្ញុំអាចដាក់ថា WAN អូខេខ្ញុំ rename វាជា WAN ដែល interface ទី4 Ethernet ទី1យើងគឺ default អញ្ចឹងយើងអាច remove ចោលក៏បានតទៅពីយើងនេះហើយ
ចឹងខ្ញុំយក client ខ្ញុំ connect មក LAN ទី3 អូខេនេះខ្ញុំដាក់ថា LAN អូខេតើមកខ្ញុំ assign IP address ឲ្យវា add IP interface 172.122.233/24ខ្ញុំយកវែងអូខេ apply អូខេបាទនេះតើមកខ្ញុំ add interface LAN របស់ខ្ញុំ 12.11.10 អូខេខ្ញុំចុច254ចុះđểធ្វើ/24ខ្ញុំយកឲ្យចេញតាម interface LAN អូខេនេះខ្ញុំ add IP អត់ពេលវា add IP យើងមើលមកក្នុងនេះអូខេបន្តមកទៀតគឺខ្ញុំ configure DHCP server ដើម្បីបោះឲ្យ client យើងចុច IP DHCP server DHCP setup តើមកយើងចង់ provide ទៅ interface ណា interface client របស់យើងគឺ interface របស់ client របស់ខ្ញុំគឺ interface LAN Ethernet គឺ port LAN តើមកខ្ញុំ next អញ្ចឹង IP score របស់ខ្ញុំគឺខ្ញុំ 12.10.0.11.10.0/24 អូខេតើមក IP gateway របស់ខ្ញុំគឺ 10.254 ដែល IP interface របស់ router អូខេនេះ pool របស់ខ្ញុំ 12.11.10.1 ដល់ .253 អូខេ DNS server ដោយសារខ្ញុំអត់តាន់មានអូខេខ្ញុំបងឲ្យ DNS ខ្ញុំឲ្យប្រើ DNS របស់ Google អូខេតាមនេះអូខេចឹងអូខេបានខ្ញុំបាន DHCP ស្រេចចឹង LAN ដែលយើងកន្លែងគឺ LAN port ទី3របស់ LAN client ចឹងខ្ញុំដូរ interface PC នេះឲ្យចាប់ DHCP client អូខេមើលទាំងអស់គ្នាខ្ញុំ អូខេនេះ12.11.10 DHCP server DNS នេះគឺ Google អត់ស្គាល់ហេតុអីគឺខ្ញុំអត់តន់ route ឲ្យឡើង internet អូខេចឹង client ចាប់បានខ្ញុំ connect ទៅ Winbox វិញយើងមើលទាំងអស់គ្នាអូខេខ្ញុំ add routing ឲ្យ LAN របស់ខ្ញុំ IP route ណាអូខេអញ្ចឹងខ្ញុំ add ឲ្យវាឡើង interface
ឡើងជាតាម interface មួយណាដែលជា ISP add គឺខ្ញុំប្រើ destination គឺ destination 000 destination ណាក៏បានតបមកខ្ញុំឲ្យ gateway គឺខ្ញុំមកចេញតាម IP របស់ ISP 172.22.201.254អូខេនេះតើខ្ញុំ add DNS ឲ្យនេះសិន DNS ឲ្យ router ខ្ញុំសិនដើម្បីវាឡើងអូខេដើម្បីឲ្យអាច access internet បានយើងសាក ping មើល score Google នៅសំទោស.google.com ខ្ញុំ ping តាម interface web start សំទោសស្គាល់ដោយសារខ្ញុំអត់ទាន់ add NAT rule ឲ្យអូខេតើមកយើង add route ឲ្យហើយគឺបានន័យថានេះ IP ទាំងអស់ IP range ណាក៏បានគឺដើម្បី access internet គឺចេញតាម IP មួយនេះគឺចេញតាម port WAN អូខេតើមកខ្ញុំ IP firewall នេះខ្ញុំ add NAT add rule NAT មកគឺ source NAT ឆានជា source NAT action accept គឺខ្ញុំប្រើទាំងអស់ source address ណាក៏បាន destination ណាក៏បានគឺ action គឺ accept អូខេតើមកខ្ញុំមកយកសាក ping ទៅ Google ម្ដងទៀត client really IP ចោលមួយហេតុអីខ្ញុំប្រើ static NAT max square សំទោស square ខ្ញុំមិនបាច់ប្រើទេគឺគេទាំងអស់អូខេមកយើងមើល client យើងជាងទៅ Google អូខេអញ្ចឹងគឺខ្ញុំប្រើ NAT ជាមួយនឹងខ្វះខ្ញុំប្រើ NAT ដើម្បី route IP private ខ្ញុំឡើង internet មួយជាមួយនឹង MacQuarie ដើម្បី allow ឲ្យ IP របស់ខ្ញុំហ្នឹងគឺឆ្លងកាត់ IP private របស់ខ្ញុំហ្នឹងឆ្លងកាត់ router ហ្នឹងគឺដើម្បីប្រើ
private IP private របស់ខ្ញុំទៅជា IP public ទៅឡើង internet អូខេអញ្ចឹងនៅលើប៉ុណ្ណឹងគឺទី1គឺអ្វីដែលខ្ញុំបានសូយើង add IP address បានតមកទៀតគឺយើង add DHCP server បាទនិងមួយទៀតគឺខ្ញុំ add DNS ឲ្យ AS ឲ្យ router របស់ខ្ញុំដើម្បីឲ្យអាច ping ស្គាល់ internet អាច ping ជា smooth អាច access internet រួចតមកទៀតគឺយើង routing បន្ទាប់ពីយើង invest យើង route ខ្ញុំធ្វើការ route អញ្ចឹងខ្ញុំ route ទៅតាមnick hop គឺ IP របស់ ISP ដែលគេនឹងចុងក្រោយគឺយើង create rule មួយនៅក្នុង firewall NAT នេះអញ្ចឹងខ្ញុំបង្កើត rule មួយគឺខ្ញុំប្រើ NAT source គឺ channel របស់ខ្ញុំគឺ source NAT តមកគឺ source action របស់ខ្ញុំគឺ mac query អូខេតមកគឺចប់ finish client can access internet